ក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការបង្កើត QR code តាមទូរស័ព្ទដៃបាទអញ្ចឹងចង់ដឹងថាបង្កើតដូចម្ដេចចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងមុនចាប់ផ្ដើមសូមបងប្អូនជួយចុច follow ក៏ដូចជា subscribe channel YouTube ខ្ញុំម្នាក់មួយផងបាទអញ្ចឹងមុននឹងចាប់ផ្ដើមសូមបងប្អូនបើសិនអត់មានកម្មវិធី QR ឬក៏ barcode scanner ដែលខ្ញុំបានបង្ហាញនេះទេសូមបងប្អូនជួយទៅបាទ download នៅក្នុង Play Store បាទម្នាក់មួយសិនមកបាទគឺបាទដូចទៅនៅអ្វីដែលខ្ញុំបានបង្ហាញនេះបាទគឺ QR barcode scanner នេះបាទអញ្ចឹងរបៀបប្រើប្រាស់បងប្អូនគ្រាន់តែចុចទៅលើ app មួយហ្នឹងមកបាទគឺវា load បែបនេះបាទអញ្ចឹងបងប្អូនមើលខាងលើបាទខាងលើអញ្ចឹងកន្លែងត្រី3ហ្នឹងបាទយើងចុចកន្លែងត្រី3ហ្នឹងមកបាទអញ្ចឹងយើងមើលខាងក្រោមបាទកន្លែងរូបសញ្ញាខ្មៅដៃនេះបាទកន្លែង create QR បាទកន្លែង create QR យើងចុចលើហ្នឹងមកបាទអញ្ចឹងដល់ពេលយើង create គឺវាមានជម្រើសជាច្រើនដែលយើងឲ្យយើងជ្រើសរើសបាទតែយើងជ្រើសរើសបាទចង់ធ្វើ QR ហ្នឹងជាលក្ខណៈបាទយើងប្រើ link បាទយើងប្រើជាអត្ថបទប្រើជាលេខទូរស័ព្ទ email ឬក៏ SMS ឬក៏បាទ map ឯជាដើមបាទកន្លែងនេះ map ប្រើ map បាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំធ្វើ QR code ជាលក្ខណៈ text បាទខ្ញុំសរសេរ A1 សិនបាទឧទាហរណ៍ខ្ញុំដាក់ I love Cambodia Cambodia អញ្ចឹងពេលដែលខ្ញុំសរសេរហើយបងប្អូនមើលខាងលើនេះគឺយើងមានសញ្ញា text មួយបាទយើងចុចសញ្ញា text មកគឺវានឹងលោតចេញ QR មកយើងប្រើប្រាស់ហើយអញ្ចឹងបងប្អូនអាចចុច save ឬក៏ share ទៅ Telegram ឬក៏កន្លែងណាដែលបងប្អូនចង់បានក៏បានដែរបាទឬក៏ចុច save បាទចូលនៅក្នុងទូរស័ព្ទយើងតែម្ដងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទមានចម្ងល់អីបងប្អូនអាចចូល comment បាទម្នាក់មួយផងបាទអរគុណច្រើន